នៅរដ្ឋ California នេះបើសិនជាយើងចង់ធ្វើការងារកប៉ិកកប៉ុកជួសជុលនេះជួសជុលនោះចឹងការងារហ្នឹងគេហៅថា handyman ហ្នឹងគឺយើងគ្រាន់តែទៅយក business license ពី City Hall បាន license ហ្នឹងហើយយើងអាចធ្វើការអីក៏បានដែរឲ្យតែការងារហ្នឹងតម្លៃក្រោម$1000កាលពីមុន500ប៉ុន្តែឥឡូវនេះគេដូរច្បាប់នឹងទៅ1000ប៉ុន្តែបើយើងចង់ធ្វើការងារណាដែលធំដុំច្រើនជាង$1000ឡើងទៅអាហ្នឹងគឺច្បាប់គេតម្រូវឲ្យយើងទៅយក license មួយទៀតគេហៅថា contractor license អាហ្នឹងយើងត្រូវទៅធ្វើតេស្តឲ្យបានជាប់បាន license ហ្នឹងម្យ៉ាងមួយទៀតបងប្អូនតែងទៅសួរខ្ញុំថាតើការងារលុយសុទ្ធហ្នឹងត្រូវបង់តាក់ជូនរដ្ឋដែរឬទេនៅសហរដ្ឋអាមេរិកនេះគឺការងារអ្វីក៏ដោយយើងធ្វើអ្វីក៏ដោយឲ្យតែមានចំណូលគឺគេតម្រូវឲ្យយើង report ហើយបង់តាក់ជូនរដ្ឋប៉ុន្តែបើការងារហ្នឹងប្រកបទៅដោយលុយសុទ្ធអាហ្នឹងស្រេចទៅលើបងប្អូនទេបើសិនជាយើងចង់ report ហើយបង់តាក់អានឹងស្រេចលើយើងប៉ុន្តែក្នុងករណីបើយើងបង់តាក់ជូនរដ្ឋអានឹងវាល្អមួយយ៉ាងត្រង់ថាថ្ងៃក្រោយយើងចង់ខ្ចីលុយទិញផ្ទះអីចឹងវាងាយស្រួលបើសិនជាយើងយកលុយសុទ្ធហើយយើងគ្រាន់តែអត់ចង់បង់តាក់ទេបើយើងចង់ទិញផ្ទះទិញអីថ្ងៃក្រោយគឺវាពិបាកបន្តិចបងប្អូនណាមានដបអញ្ចេះដែលយើងចង់បកតែមវាចេញឲ្យបានស្អាតកុំឲ្យមានជាប់បតិបតាអញ្ចឹងខ្ញុំនឹងប្រាប់វិធីមួយដែលងាយស្រួលដំបូងយើងយកដេកកេះមកយើងយកមករ៉ូលជុំវិញវាហ្នឹងរ៉ូលធ្វើម៉េចឲ្យវានឹងក្តៅអ៊ុនៗណាដល់អញ្ចឹងទៅជ័រដែលនៅខាងក្នុងហ្នឹងវាចាប់ផ្ដើមរៀងទន់ដល់ពេលយើងបកមកវាជាប់មកជាមួយតែមហ្នឹងជ័រដែលស្អិតហ្នឹងភាសាអង់គ្លេសគេហៅថា adhesive ឬហើយតែមដែលយើងបកចេញហ្នឹងភាសាអង់គ្លេសគេហៅថា labelម្យ៉ាងទៀតដែលកេះដែលយើងយកទៅរ៉ូលកម្ដៅហ្នឹងភាសាអង់គ្លេសគេហៅថា lighter វីដេអូនេះមានប៉ុណ្្នឹងឯងបើសិនជាចូលចិត្តកុំភ្លេចជួយ like ហើយនិង share ហើយកុំភ្លេចប្រាប់ខ្ញុំផងថាតើឃើញវីដេអូនេះនៅក្នុងភូមិស្រុកណាដែរអរគុណកន្លែងព្រីដោតភ្លើងនេះភាសាអង់គ្លេសគេហៅថា receptacle អ្នកខ្លះគេហៅថា electrical outlet នៅពេលដែលវារលុងយើងប្រើវាទៅវាអាចមានការផ្ទុះផ្សេងអញ្ចឹងយើងត្រូវរឹតវាតឹងប៉ុន្តែក្នុងករណីនេះ electrical box ហ្នឹងវាគេដាក់ជ្រៅពេកអញ្ចឹងយើងត្រូវបន្ធូរវាមកវិញរួចហើយយើងកាច់តិចវាទៅក្រោយហើយយើងកាច់យើងលៃលោកតាមហ្នឹងទៅបើកន្លែងណាវាជ្រៅយើងកាច់វាខ្លាំងទៅកន្លែងណារាក់អីចឹងយើងកាច់បន្តិចបានណាខ្ញុំភ្លេចប្រាប់មុននឹងប៉ះ receptacle នេះបើយើងអត់ដែរធ្វើទេគួរទៅបិទគប់ភ្លើងសិនអាកន្លែងបិទគប់ភ្លើងនេះគេហៅថា breaker ហើយបើសិនជាអត់បិទទេប្រយ័ត្នឆក់រួញពង